មេ ខាងមុខហ្នឹងវាកែអាវត្ថុបំណងនៃបាតកម្មហ្នឹងដឹងប្រមាណដងទៅហើយប៉ុន្តែអាអ្នកគ្រប់គ្រងហ្នឹងវាអត់ស្ដាប់ឮទេវាទៅបាតកម្មហ្នឹងឮតែគេហូរខាងមុខវាហូរគេទៅអញ្ចឹងអត់ដឹងគេបាតកម្មរឿងអីផងស្រាប់តែដឹងថាអូក្នុងរឿងចរចាហ្នឹងអត់មានថាហ៊ុនសែនអើយចុះចេញទៅទេអត់ទេទៅបានឯកោចុះបោបានឯស្អីណានោះអញអត់ព្រមទេអញដឹងតែឲ្យចុះហ្នឹងកាលពីអញបិទបាយទៅនោះគាត់និយាយខ្ញុំសោកចង់ងាប់អត់មានអាណិតប្រជាពលរដ្ឋទាល់តែសោះប្រជាពលរដ្ឋខំលក់គោលក់កបីលក់ជ្រូកលក់មាន់លក់ទាលក់ឆ្កែលក់ឆ្មាខ្ញុំថាងាប់អាពីក្រោយនេះលក់ឆ្កែលក់ឆ្មាយកលុយទៅបាតកម្មឥឡូវមកធ្វើបាបរាជអញហួរតែចិត្តនឹកស្មានមិនដល់ទាល់តែសោះខ្ញុំថាងាប់ហើយមីងពូហើយនឹកស្មានមិនដល់មិនអត់មីងពូនឹកស្មានមិនដល់ខ្ញុំឆ្ងល់ណោះគាត់នៅលឺមីងពូនិយាយអញ្ចឹងខ្ញុំដឹងថាមីងពូល្ងងហ្មងអូយស្មានមិនដល់ថាសំរៀងស៊ីកឹមសុខាទៅជាអញ្ចឹងកើតសោះឯងមើលឃើញទាំងទេដូចអត់មានអីចម្លែកគាត់ហ្នឹងទៅអញ្ចឹងតែឯមិនបោះឆ្នោតខ្ញុំថាវាយតងាត់ក៏ចូលដែរពីព្រោះសំរៀងស៊ីឲ្យតែបោះឆ្នោតហើយបដិសេធលទ្ធផលបោះឆ្នោតរហូតអាណត្តិណាក៏បដិសេធដែរប៉ុនចុងក្រោយចូលរហូតអញ្ចឹងបានខ្ញុំនិយាយតាំងពីមុនអង្គការសង្គមស៊ីវិលក៏អត់ហ៊ាននិយាយដែរគេសួររហូតតើលោកយល់ថាគណៈបកសង្គ្រោះជាតិចុងក្រោយចូលរួមអត់គេថាបើសិនណាជាបើរហូតខ្ញុំថាអត់ទេអញអត់មាននិយាយបើអញថាវាយតងាត់ក៏ 100% ចូល100% អញវាយអញចាក់កៅអើហ្មងសំរៀងស៊ីដឹងតែចូលមកប៉ុនគ្រាន់ធ្វើស្ទីលហ្នឹងស្ទីលឲ្យឡើងថ្លៃបន្តិចតែប៉ុណ្្នឹងឯងប៉ុនចុងក្រោយដឹងតែចូលហ្មងដូចចាបចឹងបងប្អូនយើងកាន់វាយើងមនុស្សហើយកន្លែងដែលយើងឈរហ្នឹងគឺក្រុងដោយកញ្ចក់មួយធំដល់ពេលយើងមនុស្សយើងមើលឃើញថាហ្នឹងកញ្ចក់ចាបហើមរួចទេដល់ចាបសមត្ថភាពរបស់គ្នានោះបញ្ញារបស់គ្នាមើលវាមិនយល់វាថាអត់មានកញ្ចក់ទេដល់ហើប៉ាំងទៅបុកកញ្ចក់ម៉ាំងដឹងវាថាម៉េចទេស្មានមិនដល់ហ่าស្មានមិនដល់ទាល់តែសោះថាមានកញ្ចក់វិញស្មានមិនដល់ទាល់សោះខ្ញុំថាអញគ្មានស្មានដល់ដែរមើលទៅឃើញកញ្ចក់តាំងយូរនិយាយថាស្មានមិនដល់ក៏ប្រាប់អញថាអញល្ងងណាស់អញល្ងងណាស់អីស្មានមិនដល់បងប្អូនខ្ញុំមើលទៅខ្ញុំថាដល់យើងជាមនុស្សយើងមើលទៅថាកញ្ចក់ហ្មងដល់ចាបគ្នាអត់ដល់ពេលអត់ហើយមិនអស់ចិត្តទៀតចង់លោមួយសាទៀតទេដូចមែនទេមែនកញ្ចក់ទេយ៉ាងមិនសាកមួយសាទៀតមើលដឹងគាត់និយាយថាម៉េចហេអញដូចអស់ចិត្តអង្គុយចាំមើលបន្តិចទៀតវិញតើគេចូលក្នុងរដ្ឋសភាហ្នឹងវាបានអីដល់អញមិនមែនគេភូតទេយ៉ាងអាឃើញគេចូលគេកន្លះពាក្យហ្នឹងអង្គុយចាំមើលកណិតវាបន្តិចអាហ្នឹងប្រហែលប៉ូលីសគេហៅនាងស្រីមួយដែលត្រូវបានគេចាប់មលប់យកទៅសួរគេចាប់មលប់អ្ម៉េចថាវាចូលក្នុងផ្ទះខ្ញុំពេលយប់ងឹតហើយមិនឃើញខ្ញុំមិនស្រែកថាខ្ញុំចាំមើលកណិតវាធ្វើអីចាប់តែវាបើកមុងខ្ញុំចូលហើយបើកមុងខ្ញុំចូលមិនកំស្រែកទេខ្ញុំចាំមើលកណិតវាហើយធ្វើអីទៀតវាដោះអាវខ្ញុំដោះអាវមិនកំស្រែកទេខ្ញុំចាំមើលកណិតវាមើលយូររហូតដល់គេមលប់បានអញ្ចឹងរាល់ថ្ងៃហ្នឹងអញ្ចឹងឃើញគេចូលហើយហេអញទៅអស់ចិត្តណាអញអង្គុយចាំមើលកណិតវាធ្វើអីទៀតវិញមិនអស់ចិត្តណាពួកអីពួកគាត់គ្រប់តរគាត់យល់ថាម្នាក់ហ្នឹងវាមិនគួរអញ្ចឹងហើយយើងមើលពីចង្អាយថាចោលបើកមកមកអីហ្នឹងដោះអាវប៉ុណ្ណឹងហើយទេអញទៅអស់ចិត្តអញចាំមើលកណិតវាអញថាហ្នឹងខ្មែរយើងអាហ្នឹងបងប្អូនចាំមើលកណិតវាខ្ញុំដឹងហើយថាគណៈបកសង្គ្រោះជាតិនឹងចូលក្នុងរដ្ឋសភាទៅខ្ញុំមិនពេញចិត្តទេខ្ញុំមិនគ្រប់គ្រងទេក្នុងការចូលរួមសភានឹងតែខ្ញុំនៅតែគ្រប់គ្រងគណៈបកសង្គ្រោះជាតិទៀតខ្ញុំអង្គុយចាំមើលគាត់ថាតើគាត់ធ្វើអីឲ្យខ្ញុំទៀតខ្ញុំថានោះអាធ្វើនឹងអស់អាណាជួយបានហើយបងប្អូនល្ងងយ៉ាងហ្នឹងហើយអាល្ងងធ្វើនឹងហើយបងប្អូនណានៅអសុកទៀតមិនទៅទៅវាណាដល់វាយឯងវាយគេឥឡូវនឹងទៀតណាគ្រប់គ្រងសង្គ្រោះជាតិគេស្នេហាជាតិទៅវាយឯងវាយគេទៅដល់ពេលបោះឆ្នោតរួចហើយមិនឈ្នះដូចខ្ញុំប្រមាលទុកខ្ញុំថាវាមិនឈ្នះទេទី2បើឈ្នះក៏គេមិនឲ្យដែរទី3បើគេឲ្យក៏មិនបានសុខដែរខ្ញុំយល់ថាអញ្ចឹងខ្ញុំថាផ្លូវហ្នឹងផ្លូវតល់មកតើរួចទេឯងមិនទៅតាមពីដំបូងដែរដល់ពេលបោះឆ្នោតឡើងចាញ់មែនកម្មសខាក៏បើគេលួចច្រើនអានឹងយើងឈ្នះតិចបើគេលួចតិចយើងឈ្នះច្រើនតែឈ្នះនៅតែឈ្នះណាគេថាកោចបលួចថាបើលួចច្រើនឈ្នះតិចគ្រាន់តែវាឈ្នះតិចទេប៉ុន្តែនៅតែឈ្នះលួចប៉ុណ្ណាក៏នៅឈ្នះដែរដល់ពេលឥឡូវគាត់ថាចាញ់ហ្នឹងមកពីកោចបលួចឃើញទេដល់ពេលនិយាយតាមនឹងមិនស្រាប់ទេហើយប៉ុណ្ណឹងហើយមកគោះឯងឲ្យទៅបាតកម្មខ្ញុំថាមិនទៅទេព្រោះអីខ្ញុំថាបាតកម្មណាដើម្បីឲ្យតែវាតថ្លៃណាមិនទៅទេខំវាសនាសប្ថ្ងៃបានការអីគេបាតកម្មពេញប្រទេសតម្លាក់ពួកអាផ្ដាច់ការឲ្យមិនទៅជាមួយគេតាមទៅទេមិនទៅទេមិនទៅងាប់ឲ្យពួកវានឹងបានធ្វើធំទេតិចកបត់ដៃកបត់ជើងរួចមកលូនៅផ្ទះវិញណាកាល
ពីធ្វើសង្គ្រាមហៅឯងទៅឥឡូវឯងកបត់ដៃកបត់ជើងមិនដែលឃើញរដ្ឋាភិបាលណាមើលទេនេះបាតកម្មអាណាគេវាយបាក់បែកក្បាលបែកក្បូងអាខ្លះគេវាយស្លាប់មកកណាត់ក្រមបងប្អូនចាំពេញស្រុកពេញភូមិនោះឥឡូវគេចូលសភាយ៉ាងរំភើយហើយមានអាណាទៅមើលអាបាតកម្មងាប់មកជាងខ្លួនហ្នឹងទៅងាប់មកកណាត់ក្រមហ្នឹងអាណាទៅអាមេវាហ្នឹងឲ្យទៅដល់ថ្ងៃបាតកម្មឲ្យរត់លឿនណាស់វាដឹងថ្ងៃហ្នឹងគេបង្កើតបាតកម្មវាទៅលឿនណាស់ប៉ុន្តែវាអត់ហៅប្រជាពលរដ្ឋទៅផងណាហេតុអីបានមិនហៅទៅផងពីព្រោះឲ្យគេមកបង្ក្រាបកាលណាហូរឈាមកាន់តែច្រើនហែងកាន់តែក្រក់នយោបាយគេធ្វើអញ្ចឹងអាអ្នកបង្ក្រាបកាន់តែក្រក់ហើយអញចំណេញអញ្ចឹងនយោបាយគេធ្វើអញ្ចឹងហើយបងប្អូននឹងស្រឡាញ់ហើយអូយគេបាតកម្មដើម្បីសិទ្ធិសេរីភាពមានអ្នកដឹកនាំគេនាំគ្នាបាតកម្មដើម្បីប្រទេសជាតិរបស់យើងដូច្នេះយើងត្រូវតែចូលរួមមកហៅឯងចូលរួមទេថាអត់ទេអាហ្នឹងនិយាយអំពីគោលដៅដែលបងប្អូនទៅបាតកម្មអាខ្លះច្រឡំថាដើម្បីទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអើយចោះចេញទៅនោះស្រាប់តែឥឡូវគាត់និយាយថាអូអត់បានទេអីទៅចូលរួមគ្នាអត់មានហ៊ុនសែនចោះចេញទៅទេអីស្រាប់តែសំរងស៊ីគាត់ថាបានដូចបំណងហើយគឺ3ទី1គឺវត្ថុនឹងទូបានហើយទី2គឺរៀបចំកោចបនិងទី3ការបោះឆ្នោតសារជាថ្មីឡើងវិញដូច្នេះបានទាំង3ហើយតើដល់ពេលប្រជាពលរដ្ឋគាត់មិនយកអា3ហ្នឹងឯណាគាត់ស្មានទៅទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដល់ពេលឮតែបានតែ3ហ្នឹងអាខ្លះគាត់ខកចិត្តជាពិសេសអ្នកនៅស្រុកក្រៅអត់ដឹងអីទាំងអស់គាត់ថាអញខំចូលលុយអញថាហ៊ុនសែនអើយចោះចេញទៅឥឡូវចោះចេញទេចុះដល់ពេលសំរងស៊ីថាមានអីចោះចេញឥឡូវចោះចាបានជោគជ័យយើងចង់បានតែ3ដែរគាត់ថាគាត់អត់និយាយជាមួយបើហ៊ុនសែនមិនចោះចេញក៏និយាយជាមួយអញមិននិយាយទេឥឡូវយើងនិយាយអំពីរឿងសំរងស៊ីគាត់ថាបានទៅវិញទៅទិញជីបាន3បាវយើងចង់ទិញជីណាឥឡូវបាន3បាវមកអូសមកខ្ញុំថាមើលឲ្យច្បាស់មិនស្រួលបានតែកបួចបាវមកអូសមកតែក្នុងហ្នឹង3ទេអាក្តិតបាវចំហខ្លងអូសមកតែមាត់ទៅចងមកកបួចនោះមើលច្បាស់ឥឡូវមើលមួយអាទូរទស្សន៍ហើយនឹងអារ៉ាឌីយ៉ូអាហ្នឹងខ្ញុំអត់និយាយទេខ្ជិលនិយាយឥឡូវនិយាយអំពីរឿងកោចបទៅវិញបងប្អូនមើលឲ្យច្បាស់ក្នុងកិច្ចព្រមព្រៀងបងប្អូនខ្ញុំដឹងនិយាយថាម៉េចម៉ែអាថោកទៀតក្នុងកិច្ចព្រមព្រៀងដឹងប្រជាប្រដ្ឋមើលតន់អត់បងប្អូនយកកិច្ចព្រមព្រៀងទៅមើលយូរបានបងប្អូនដឹងថាយីពួកអស់នេះថោកទៀតណាអាមួយថោកទៀតចេញមុខហ្មងអាមួយទៀតថោកទៀតហើយចង់មានឈ្មោះជាជនថ្លៃថ្នូរហើយកុំភ័យអញធ្វើឲ្យថោកទៀតទាំងអស់វេចមុខឲ្យឯងដូចអញទាំងអស់គណៈបព្វជិជនក៏ធ្វើឃើញចឹងណាហើយចោតអញថាអញផ្ដាច់ការហើយចោតអញថាអញពុកអលួយថាអញក្បត់ឆន្ទៈរាជមិនអីទេអញកាន់ការងារប្រទេសជាតិអាហ្នឹងគេជេរអញពេញភូមិតែហ្មងតែឥឡូវអញធ្វើឲ្យថោកដូចអញដែរពួកអីពួកហែងតាមពិតថោកដែរប៉ុន្តែហែងចេះតែពាក្យអាផ្លាក់ល្អឥឡូវអញឃើញអញធ្វើឲ្យហែងថោកហើយអញអង្គុយកងតាក់ខ្លាសោចហើយចាំមើលហែងហើយខំបង្ការពារអាថោកហែងចាំមើលការពារបានអត់មើលការពារបានទៀតអញថារាជក្នុងវាសោមមកសំថ្ងៃបោកនោះហើយអញបោកខ្លះហើយបោកខ្លះទៅស្រុកខ្មែរនោះវាចឹងទៅវាចឹងហើយពួករាជខ្មែរអាណានិយាយត្រឹមត្រូវមិនដូចខំវាស្នាមិនដែលបានអីតែទេនោះមិនដឹងខ្យល់អីចឹងចែកគ្នាបោកទៅហើយបោកខ្លះបោកខ្លះមកចឹងថ្ងៃអញ្ចឹងក៏ចបម្ចាស់ថ្លៃមុននឹងចាប់ដើមធ្វើការសម្រាប់ចិត្តបកាទី1សម្រាប់ធម្មបកាទី2សម្រាប់ធម្មគេមានយោងមកគេ2យោងខ្ញុំមើលអាយោងហ្នឹងថាខ្ញុំម៉ែអាសែនក្តៅបងប្អូន